ចិត្តដល់ថ្ងៃសម្រាប់តាមម៉ាក់សម័យថ្មីគួរតែត្រៀមអ្វីខ្លះមួយការរៀបចំខាងក្រៅផ្សេងអ្នកម៉ាក់គួរតែចាប់ផ្ដើមកក់ទិញកញ្ចប់សម្រាប់សម្រាឬមួយក៏ជជែកជាមួយនៅវិជ្ជបណ្ឌិតប្រចាំខ្លួននៅសប្តាហ៍ទី36និង37នៃការពោពោះអ្នកម៉ាក់គួរតែរៀបចំឯកសារសំខាន់ដូចជាអត្តសញ្ញាណប័ណ្ណនិងព័ត៌មានធានារ៉ាប់រងអ្នកម៉ាក់គួរតែត្រៀមសម្ភារៈប្រើប្រាស់ផ្ទាល់ខ្លួនដូចជាសារ៉ុងស្រោមជើងខោទឹកនោមសម្លៀកអនាម័យម៉ាស៊ីនបូមទឹកដោះជាដើមនិងរៀបចំសម្ភារៈសម្រាប់កូនរបស់យើងដូចជាខោទឹកនោមកន្សែងរុំខោអាវមួកស្រោមដៃស្រោមជើងនិងក្រដាសសើមជាដើមនិងអ្នកម៉ាក់នៅតែបន្តរក្សាទម្លាប់ល្អទោះចិត្តដល់ពេលសម្រាក៏ដោយដូចជាហាត់ប្រាណស្រាលបរិភោគអាហារដែលមានជីជាតិញ៉ាំទឹកឲ្យបានគ្រប់គ្រាន់និងសម្រាកឲ្យបានគ្រប់គ្រាន់ទី2ផ្លូវអារម្មណ៍និងផែនការសម្រាអ្នកម៉ាក់អាចចែករំលែកអារម្មណ៍ព្រួយបារម្ភភ័យខ្លាចនិងជជែកពិភាក្សាជាមួយនៅវិជ្ជបណ្ឌិតអំពីផែនការនៃការសម្រាកូនអ្នកម៉ាក់គួរតែត្រៀមខ្លួនរួចជាស្រេចក្រោយពេលសម្រាគឺការស្វែងយល់ពីការថែទាំខ្លួនក្រោយពេលសម្រាការបំបើកខ្លួនដោយទឹកដោះនិងការថែទាំទារកជាចម្បងអ្នកម៉ាក់គួរតែរៀបចំសមាជិកគ្រួសារបានរួបរាល់ដើម្បីគ្រប់គ្រងនៅក្រោយពេលសម្រាសញ្ញាទឿនចិត្តសម្រាដែលអ្នកម៉ាក់គួរតែយល់ដឹងមុនពេលសម្រាគឺមានដូចជាការកន្ត្រាក់ស្បូនញឹកញាប់ការធ្លាក់ឈាមនិងការបែកទឹកភ្លោះជាដើមប្រសិនជាមានការសង្ស័យនិងមានសញ្ញាទាំងអស់នេះអ្នកម៉ាក់គួរតែទំនាក់ទំនងទៅវិជ្ជបណ្ឌិតភ្លាមដើម្បីត្រៀមក្នុងការសម្រាកកូន